នាងខ្ញុំញ៉សុគឹមសូមជម្រាបសួរទូរទស្សនិកជនជាទីមេត្រីនាងខ្ញុំសូមពងខែព័ត៌មានប្រចាំថ្ងៃច័ន្ទទី12ខែឧសភាចាកាលពីវេលាព្រឹកមិញប្រជាពលរដ្ឋដែលមកពីស្រុកស្នួលខេត្តក្រចេះពួកគាត់បានមកភ្នំពេញនេះដើម្បីនឹងដាក់ញត្តិដល់ស្ថាប័នរដ្ឋ5ដែលក្នុងនេះដែរគឺពួកគាត់បានដាក់ញត្តិទៅឯស្ថាប័នរដ្ឋ3រួចមកហើយមានដូចជាក្រសួងមហាផ្ទៃក្រសួងដែនដីនិងរដ្ឋសភាចាបន្ទាប់ពីបានជួបជុំគ្នារយៈពេល30នាទីនៅមុខឯរដ្ឋសភាពួកគាត់បានអញ្ជើញត្រឡប់ទៅវត្តសាមគ្គីរាំងសីវិញដើម្បីនឹងបរិភោគស្រស់ស្រូបអាហារតែក្នុងពេលនោះពួកគាត់បានខ្វះខាតថវិការួមជាមួយនឹងខ្វះខាតស្បៀងជាច្រើនដូច្នេះសូមអំពាវនាវដល់អង្គការសប្បុរសធម៌ទាំងឡាយឲ្យជួយឧបត្ថម្ភដល់ពួកគាត់ក្នុងករណីស្បៀងរួមជាមួយនឹងកន្ទេលមុងខ្នាជាដើមនាងខ្ញុំញ៉សុគឹមសូមសង្ខេបព័ត៌មានខ្លីៗសូមទស្សនាព្រឹត្តិការណ៍ជាមួយនឹងវីដេអូជុំវិញរឿងរ៉ាវនេះដូចតទៅសូមប្រាប់ដល់បងប្អូនទាំងអស់គឺក្នុងនោះមានសមត្ថកិច្ចខេត្តស្រុកស្នួលនិងអធិការរងស្រុកស្នួលចម្រុះនិយាយចំទៅចម្រុះពិសេសគឺក្រុមហ៊ុនយួនបុនភឿ2មាន PM យួនហើយនឹងទាហានយួនទៀតផងពេលធ្វើកម្មភាពដល់នោះវាគេតែប្រាប់ថាចុកចេញពីផ្ទះនោះវាដប់វាយមើលមកទៀតហើយលុកចាំទីមកហើយច្បូនខ្ញុំអីវាវាយត្រឡប់ចំណាំយើងដាំកើតហើយពេលដែលគេទីឈូសឆាយទៅផ្ទះយើងនឹងហើយដេញយើងចេញពួកខ្ញុំនឹងសង់ជាតង់ធ្វើម្ដងទៀតគេទៅដុតចោលម្ដងទៀតហើយគេអាផ្ទះដែលរុញចោលមានឈើបាក់បែកនឹងគេទៅប្រមូលដុតទៀតហើយដែលមានឈើណាល្អគេដឹកជូនចេញមកដើម្បីលក់បាក់ពួកគេនឹងថាដីក្រុមហ៊ុននេះគេថាដីរដ្ឋបើដីរដ្ឋមកជាពលរដ្ឋយើងនៅទៅកន្លែងនេះសិនពីព្រោះថាឥឡូវគេទទួលញ៉ាំនោះទេក៏មកគាត់ញ៉ាំទទួលបាន3ហើយមិញណាទី1ដាក់នៅសភាទី2ដាក់នៅដែនដីទី3ដាក់នៅមហាផ្ទៃអញ្ចឹងនៅខាងសភាមិញទទួលហើយអញ្ចឹងឥឡូវខាងខ្ញុំទទួលហើយពួកគាត់អញ្ជើញគាត់ទៅផ្ទះដែរអញ្ចឹងឥឡូវគាត់អញ្ជើញបងអញ្ជើញទៅកន្លែងវិញណាខ្ញុំបានទទួលហើយពួកក្រុមចំនួនគ្រួសារ405គ្រួសារគ្មានអ្នករុញគ្មានអ្នកទេគឺស្ម័គ្រចិត្តដោយខ្លួនឯងរស់ដីគេបានឈូសឆាយផ្ទះគេដុតឆ្កែឆ្មាក៏គេចាប់ដំណាំគេប្រើធាតុគីមីសម្រាប់ទាំងអស់ចឹងហើយជាប្រដ្ឋខ្ញុំតាំងចិត្តថាខ្មែរត្រូវសាមគ្គីខ្មែរទៅយកទឹកដីខ្មែរមកវិញបើសិនបើធ្វើត្រូវច្បាប់អីមកពង្រៀងកំហែងឲ្យខ្លាចឲ្យភ័យឲ្យដាក់ស្លឹកឲ្យរត់អត់ទេអត់រត់អត់ចោលចាញ់ទេនឹងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋហើយនឹងតស៊ូជាពិសេសប្រសង់វត្តណាមិនដឹងវត្តសាមគ្គីទាំងស្អីហៅវត្តខ្មែរកម្ពុជាក្រមនេះគឺព្រះអង្គនឹងពួតដៃគ្នាឲ្យតស៊ូឲ្យស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋនំពោឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយឲ្យប្រជាជនយើងខ្ញុំឲ្យបានទៅរស់នៅកន្លែងនោះវិញឲ្យប្រជាជនទាំងអស់មានជឿជាក់លើគាត់ខ្លះផងចាក្នុងព្រឹកថ្ងៃនេះដដែលបុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈកាលតិចចំនួនប្រហែលជា12ស្ថានីយ៍ប្រហែលជា300នាក់ពួកគាត់បានធ្វើកោតកម្មដើម្បីនឹងទាមទារទី1គឺប្រាក់ខែ$160ទី2ទាមទារប្រាក់ខែរង្វាន់ប្រចាំឆ្នាំទី3ទាមទារឲ្យមានកម្មវិធីជួបជុំក្នុងមួយឆ្នាំម្ដងឯទី4នោះគឺទាមទារឲ្យមានបង្កើតទារកដ្ឋានចាព័ត៌មានសង្ខេបថ្ងៃនេះក៏បានដល់ទីបញ្ចប់នាងខ្ញុំញ៉សុគឹមនិងក្រុមការងារ CBN សូមអរគុណទស្សនិកជនដែលតែងតែតាមដាននិងទស្សនារាល់ការផ្សាយរបស់ CBN យើងខ្ញុំនាងខ្ញុំញ៉សុគឹមសូមជម្រាបលា